យើងចង់បង្ហាញទៅតាមមើលការយើងភ្ជាប់មួយឯកសារនេះអញ្ចឹងតែថាឡើយយើងបង្កើតចប់ហើយអញ្ចឹងយើងអាចចូលទៅលើ config survey ទៅមក edit next แล้วก็ในนี้យើងប្រើ simulation mode អញ្ចឹងយើងនឹងមក next នេះមកដល់ rover ហ្នឹងយើងចូល peripheral អញ្ចឹងយើង click ទៅលើ deep finder ចាំហើយយើងចូល parameter ហ្នឹងអញ្ចឹងយើងមើលនៅប្រភេទ echo sound យើងអីគេ deep sounder យើងអាចយក Hydraulic TM ឬបើសិនជា model យើង Hydraulic DFX យើងយកអាណាមកប៉ុន្តែបើយើងនេះ C Pro Hydraulic TM អញ្ចឹងយើងត្រូវយកឲ្យត្រូវជាមួយ model យើងករណីខ្លះវាអត់ស្គាល់យើងអាចយក NMI អញ្ចឹងអានឹងពេលខ្លះយើងអាចដូរអញ្ចឹងដែរអញ្ចឹងករណីនេះយើងយក Hydraulic TM អញ្ចឹងបានតែប៉ុណ្្នឹងហើយយើង connect តាម Bluetooth ឬមកខ្សែអញ្ចឹងករណីនេះយើង connect តាម Bluetooth អញ្ចឹងយក Bluetooth មកដល់មកយើង thick បញ្ចប់មក thick ទៀតមកអញ្ចឹងយើង connect ទៅ rover មកបន្តមកទៀតវាចាប់ផ្ដើម search Bluetooth របស់ Echo Sound យើងហើយអញ្ចឹងយើងចាំបន្តិចមកចានេះ Echo Sound យើងចាហ្នឹងយើងត្រូវដោតជាមួយនឹងsensor ដែលយើងត្រូវដាក់ចូលក្នុងទឹកនេះអាហ្នឹង sensor ដែរអូខេអញ្ចឹងឈ្មោះ Bluetooth Echo Sound នេះអានេះយើងយកអាហ្នឹងមក select connect មកអញ្ចឹងយើងចូល survey ចូល topo អញ្ចឹងដើម្បីដឹងថាវាដំណើរការអត់យើងមើលទៅលើ dip នេះកាលណា dip នេះវាបង្ហាញ0ក្នុងករណីដែលយើងដាក់លើគោកអញ្ចឹងវាបង្ហាញ0បានន័យថាវាស្គាល់ Echo Sound ហើយបានន័យថា GPS ហើយនឹង Echo Sound ហ្នឹងវាអាចវាស់ជាមួយគ្នាបានហើយអញ្ចឹងអាហ្នឹងគឺជារបៀបដែលយើងភ្ជាប់ Echo Sound ជាមួយ GPS ដល់ពេលដែលយើងវាស់យើងអាចបើសិនជាករណីដែលយើងជិះលើទូកអីយើងអាចយក auto topo អញ្ចឹងយើងកំណត់មកថាយើងចង់ជា distance ឬមួយក៏ពេលអញ្ចឹងនេះដោយសារខ្ញុំតេស្តខ្ញុំយកពេលចុះអញ្ចឹងខ្ញុំដាក់ឲ្យវា1វិនាទី1 second អញ្ចឹងរាល់ពេល1វិនាទីវា save ម្ដងនេះ tick មកតើមកយើងចុចរូបមនុស្សនេះដើម្បីឲ្យវា save អញ្ចឹងនេះអញ្ចឹង1វិនាទីវា save ម្ដង1វិនាទីវា save ម្ដងចាលក្ខណៈអញ្ចឹងគឺការភ្ជាប់ Echo Sound ជាមួយនឹង GPS